ដូចបងប្អូនដឹងហើយថាប្រហែលថ្ងៃចុងក្រោយហ្នឹងណាប្រទេសថៃវាយកម្ពុជាខ្លាំងមែនទែនតាក់ទងជាមួយនឹងករណីឆបោកតាមអនឡាញតែវាយចុះវាយឡើងនាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូងបាននិយាយថាករណីនៃការឆបោកនៅកម្ពុជានេះវាមានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយរបស់ស្រុកសៀមរហូតដល់ទៅ7រូបឯនោះហើយលោកលើកក្តែងបដ ណាលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបងប្អូនណាវាមិនមែនជារឿងលេងសើចទេបើសិនជាមិនមានអីជាការពិតមិនមានអីជាក់ស្ដែងទេណាលោកមិនហ៊ានទៅនិយាយទេព្រោះបងប្អូនត្រូវចាំថាកម្រិតនាយករដ្ឋមន្ត្រីណាមិនមែនជាក្មេងលេងបៃលុកបៃឡទេបើកាន់តែលោកនិយាយមានន័យថាលោកមានភ័ស្តុតាងហើយលោកមានអ្វីជាក់ស្ដែងហើយប៉ុន្តែបងប្អូនដឹងមិនដែរអត់កាលពីម្សិលមិញនេះឯកអគ្គរដ្ឋទូតរបស់ប្រទេសកូរ៉េខាងត្បូងប្រចាំនៅប្រទេសសៀមបានចេញមុខមកធ្វើការបដិសេធដោយបានលើកឡើងថាអ្នកនយោបាយស្រុកថៃមិនមានជាប់ពាក់ព័ន្ធនៅក្នុងករណីឆបោកនៅក្នុងប្រទេសកម្ពុជាទេបងប្អូនអ្នកឯងមិនបាច់ទៅការពារទេស្រុកថៃហ្នឹងណាវាមានករណីបោកប្រាស់លើសកម្ពុជារាប់រយដងហើយនោះខ្ញុំប្រាប់បងប្អូនឲ្យដឹងទៅចុះតែខ្ញុំមិនបានថតវីដេអូហ្នឹងខ្ញុំជួបជជែកជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅប៉ោយប៉ែតណាគាត់ប្រាប់ថាប្រជាជនថៃដែលមករស់នៅក្រុងប៉ោយប៉ែតនោះអត់ដែលចង់ទៅស្រុកថៃវិញទេគាត់ថាទោះបីជារដ្ឋាភិបាលថៃបខំឲ្យទៅហ្នឹងក៏គាត់អត់ចង់ទៅដែរបងប្អូនដឹងមិនអត់គាត់ថានៅស្រុកថៃពិបាកណាស់នយោបាយស្រុកថៃអញ៉ៃណាស់ការរកស៊ីក៏ពិបាកដែរប្រជាជនវាច្រើនដដើមគ្នារកស៊ីតែនៅស្រុកខ្មែរគេថាមានឱកាសច្រើនណាស់នេះគឺជាពាក្យសម្ដីរបស់បងប្រុសម្នាក់មកពីក្រុងប៉ោយប៉ែតគាត់បានប្រាប់ខ្ញុំតែម្ដងបងប្អូនណាគាត់ថាប្រជាជនថៃណាដែលមករស់នៅស្រុកខ្មែរអត់ដែលចង់ទៅស្រុកថៃវិញទេស្រុកខ្មែរស្រួលណាស់ស្រួលរកស៊ីស្រួលរស់នៅឱកាសរកស៊ីច្រើនណាស់អញ្ចឹងគេអត់ចង់ទៅស្រុកគេវិញទេដូច្នេះកន្លែងនេះមានន័យថាម៉េចបងប្អូនវាមានន័យថាស្រុកយើងនេះវាមានឱកាសរកស៊ីច្រើនណាស់មានឱកាសវិនិយោគច្រើនណាស់មានឱកាសការងារច្រើនណាស់ដែលសូម្បីតែប្រជាជនថៃមកស្រុកខ្មែរមិនចង់ទៅស្រុកគាត់វិញផងអញ្ចឹងវាមានន័យថាម៉េចទៀតបងប្អូនវាមានន័យថាចូលបងប្អូនទាំងអស់គ្នាចាប់ផ្ដើមក្រឡេកមើលប្រទេសយើងនៅក្នុងកម្រិតមួយវិជ្ជមានហើយចេះចាប់ឱកាសការងារនៅក្នុងស្រុកទេសយើងជាជាងការរត់ទៅធ្វើការងារនៅស្រុកគេបើអាចតែបើសិនជាលក្ខខណ្ឌតម្រូវថាបងប្អូនត្រូវតែធ្វើការងារនៅស្រុកគេបងប្អូនទៅចោះយ៉ាងណាមិញបើសិនជាបងប្អូនអាចធ្វើការងារនៅក្នុងស្រុកបានជួបជុំគ្រួសារយើងប្តីប្រពន្ធយើងឪពុកម្ដាយយើងកូនយើងបងប្អូនយើងនៅក្នុងស្រុកទៅបងប្អូនការងារច្រើនណាស់សំខាន់តើបងប្អូនមានសមត្ថភាពប៉ុណ្ណាតើបងប្អូនអាចចាប់យកប្រាក់ខែត្រឹមកម្រិតណាអានោះទៅជាសំណួរតែបើបងប្អូនថាស្រុកខ្មែរខ្វះការងារធ្វើចំណុចនេះខ្ញុំគិតថាដូចជាមិនទាន់មានភាពជាក់ស្ដែងទេតែសំណួរសួរតើសមត្ថភាពយើងអាចចាប់ការងារដែលមានប្រាក់ខែប៉ុណ្ណាសមត្ថភាពយើងតិចបានប្រាក់ខែតិចសមត្ថភាពយើងខ្លាំងបានប្រាក់ខែច្រើនវាគឺជារឿងធម្មតាទេមិនមែននៅតែស្រុកខ្មែរទេស្រុកណាក៏អញ្ចឹងដែរអញ្ចឹងកន្លែងនេះត្រឡប់មកវិញខ្ញុំគិតថាយើងគួរតែពិនិត្យមើលសមត្ថភាពរបស់យើងជាមួយនឹងទីផ្សារនៅស្រុកយើងជាជាងការដែលយើងគិតថាស្រុកខ្មែរមិនមានការងារធ្វើស្រុកខ្មែរបានប្រាក់ខែថោកខ្ញុំមិនគិតថាអញ្ចឹងទេព្រោះដោយសារតែអ្នកមានសមត្ថភាពច្រើនណាស់ដែលជាជនជាតិខ្មែរហើយបានប្រាក់ខែច្រើនហើយច្រើននេះមិនច្រើនធម្មតាទេគឺច្រើនខ្លាំងប្រាក់ខែដល់រាប់ម៉ឺនដុល្លារក៏មានដែរក្នុងមួយខែសម្រាប់ជនជាតិខ្មែរដែលមានសមត្ថភាពខ្លាំងពូកែពិតប្រាកដតែយើងមិនបាច់និយាយដល់កម្រិតហ្នឹងទេយើងនិយាយត្រឹមកម្រិតទូទៅត្រឹមប្រាក់ខែ$350 $400 $500មិនលំបាករកទេតែសួរតើយើងស៊ូប៉ុណ្ណាយើងខំប៉ុណ្ណាយើងចង់កែប្រែខ្លួនអភិវឌ្ឍខ្លួនប៉ុណ្ណាបងប្អូនខ្ញុំនៅតែលើកឡើងដដែលថាយើងស៊ូជាងគេបន្តិចយើងអត់ធ្មត់ជាងគេបន្តិចយើងមានសិលធម៌ជាងគេបន្តិចយើងមានគំនិតរីកចម្រើនជាងគេបន្តិចយើងស្ដាប់មេដឹកនាំឬក៏មេរបស់យើងនៅកន្លែងការងារយើងនឹងជាងគេបន្តិចបងប្អូននឹងមានឱកាសច្រើនណាស់អាបន្តិចហ្នឹងបូកចូលគ្នាច្រើនបណ្ដោយតែអាបន្តិចដែលយើងអត់ស្ដាប់ដែលយើងអត់ធ្វើដែលយើងអត់ខ្វល់ដែលយើងបលែងចោលយើងគិតថាធ្វើមិនក៏ដោយឲ្យតែរួចខ្លួនមួយថ្ងៃដល់ខែបើកប្រាក់ខែចប់រឿងអានោះគឺចប់ហើយពិតណាស់កម្ពុជានឹងមិនមានការងារឲ្យយើងធ្វើទេទៅកន្លែងណាក៏អត់ដែរព្រោះដោយសារតែយើងអត់ខ្វល់អត់ចាប់អារម្មណ៍អត់ចង់ឲ្យខ្លួនឯងល្អជាងនឹងទេគិតថាធ្វើមិនឲ្យតែរួចខ្លួនហើយបើបងប្អូនមានគំនិតបែបនេះទៅធ្វើការកន្លែងណាក៏លំបាកដែរទៅដល់ស្រុកណាក៏លំបាកដែរអរគុណបងប្អូនជម្រាបលា